System របស់គ្នានៅក្នុងបទនេះផងដែរគឺខ្ញុំនឹងបង្ហាញពីសកម្មភាពមួយចំនួនដែលខ្ញុំបានចូលរួមនៅក្នុងពិធីតាំងពិព័រណ៍នៅផលិតផលខ្មែរបាទហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយផងដែរដែលមានការតាំងពិព័រណ៍នេះនៅក្នុងនោះផងដែរគឺយើងបានទៅបាទរៀនពីរបៀបបាល់ដំបុកបាទអញ្ចឹងឃើញថាសប្បាយមែនតើហើយខ្លះដែរដែលខ្ញុំអត់ដែលបានឃើញក៏បានធ្វើដែរតែរួមជាមួយនឹងការដាំដំបុកនៅក្នុងពេលនោះផងដែរក៏មានជាកម្មវិធីជាច្រើនមានជាការប្រកួតប្រជែងក៏ដូចជាមានការតាំងផលិតផលស្នាដៃខ្មែររបស់យើងជាច្រើនមិនដូចជាបន្លែផ្លែឈើក៏ដូចជាផលិតផលសាប៊ូបាទប្រេងកាឡាឬក៏ភេសជ្ជៈបាទអញ្ចឹងគឺមានច្រើនមែនតើនៅការតាំងពិព័រណ៍នេះហើយខ្ញុំគិតថាកម្មវិធីនេះគឺជាកម្មវិធីមួយដែលល្អដែលផានពីស្នាដៃរបស់ខ្មែរហើយក៏ដូចជាលើកស្ទួយនៅផលិតផលរបស់ខ្មែរដើម្បីឲ្យខ្មែរយើងមានកំណត់ពិវត្តបាទបន្តិចម្ដងតែទៅជាមួយនឹងការផលិតផលដោយខ្លួនឯងបាទมันមានការនាំចូលពីប្រទេសជិតខាងរបស់យើងបាទហើយសង្ឃឹមថាមានកម្មវិធីនេះនៅពេលក្រោយទៀតបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នេះបាទសូមអរគុណសូមជម្រាបលា